របៀបពិនិត្យមើលទឹកស្អំនៅក្នុងរថយន្ត Toyota Hilux អញ្ចឹងនៅក្នុងប្លុកម៉ាស៊ីនផ្នែកខាងស្ដាំនេះយើងមានធុងមួយពណ៌សហើយក្នុងនេះទឹកស្អំគឺពណ៌ផ្កាឈូកដូចបងប្អូនបានឃើញគឺមានអក្សរ L និង F L នេះ low F នេះគឺ full អញ្ចឹងជាធម្មតាមកពីរោងចក្រមកគេដាក់ក្នុងចន្លោះហ្នឹងវាអាចក្រោម L ទេជាករណីយើងបាត់ទឹកស្អំករណីមានលិចជ្រាបឬក៏វាអាចហួតបន្តិចតួចអីបងប្អូនអាចទិញដាក់ថែមបានហើយទឹកស្អំប្រភេទនេះមកពីរោងចក្រគឺសុពលភាពវាបានរហូតដល់60000គីឡូឬក៏8ឆ្នាំហើយបើសិនជាមានការបាត់បង់ជ្រាបលិចអីតិចតួចបើសិនជាបងប្អូនចង់ថែមយើងអាចបើកកម្របនេះបានយើងបង្វិលមកឆ្វេងប្រយ័ត្នដែរបើសិនជាឡានបងប្អូនក្តៅហើយបងប្អូនបើកគឺគេអត់អនុញ្ញាតឲ្យបើកទេដោយសារវាអាចនឹងសាចជាតិក្តៅមកចំហាយជះមកអញ្ចឹងបើសិនជាឡានបងប្អូនតិចអានឹងចាំយើងបើកហើយយើងអាចចាក់ចូលបានហើយចាក់មកត្រឹមកម្រិតអក្សរ F ហ្នឹងបើសិនជាបងប្អូនមានចម្ងល់អាច comment សួរបានហើយកុំភ្លេច follow និងចុច share វីដេអូម្នាក់មួយផងអរគុណ